បាទសួស្តីបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូមេរៀនតទៅនឹងការ design ក្នុងឆ្នាំ2026អញ្ចឹងសម្រាប់បងប្អូនដំបូងដែលចង់ធ្វើការ design ជាមួយនឹងកម្មវិធី Canva បងប្អូនអាចមើលវីដេអូនេះបានខ្ញុំធ្វើការបង្ហាញជូនទៅកាន់បងប្អូនតទៅនឹងបងប្អូនដែលមានតទៅនឹង drinking លាគ្រឿងភេសជ្ជៈអីផ្សេងណាអ្នកលក់កាហ្វេអ្នកលក់តទៅនឹង drinking ណាបងប្អូនគ្នាគ្រឿងភេសជ្ជៈអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានតោះចឹងសម្រាប់បងប្អូនអ្នកនៅលើ computer អញ្ចឹងនេះកម្មវិធីដែលយើងកម្មវិធី Canva ដែលយើងបាន down ហើយយើងធ្វើការ log in ជាមួយនឹង email របស់យើងរួចរាល់ហើយណាបងប្អូនគ្នាអញ្ចឹងបងប្អូនអាចចូលមកបានចុចបើកមកអញ្ចឹងការ design យើងអាចបើកនៅលើ Google Chrome ក៏បានណាលើ website ក៏បាននៅលើ app របស់កម្មវិធី Canva ក៏បានដែរបងប្អូនគ្នាអញ្ចឹងនេះគឺទៅជាកិច្ចការងារឬគេហៅថាជា interface របស់កម្មវិធី Canva តតែម្ដងណាបងប្អូនគ្នាអញ្ចឹងបងប្អូននេះរាល់កិច្ចការងាររបស់យើងទាំងអស់អញ្ចឹងសម្រាប់បងប្អូនដំបូងក្នុងឆ្នាំ2026នេះបើសិនជាបងប្អូនអត់ទាន់ដឹងទេគឺបងប្អូនអាចមើលបានវាមានការអាប់ដេតថ្មីជាច្រើនណាបងប្អូនគ្នាអាប់ដេតនៅ icon អាប់ដេតនៅ menu feature ផ្សេងគឺដាក់ចូលទៅក្នុងកម្មវិធី Canva នឹងតតែម្ដងអញ្ចឹងគឺគេលេខដាក់នៅពីលើទៀតហើយឥឡូវគឺគេទៅរៀបចែកបងប្អូនគ្នានេះរៀបអញ្ចឹងមកណាបងប្អូនយើងមានគេមាន new មាន home មាន classwork មាន project មាន template មាន brand មាន Canva AI ហើយហ្នឹងមាន more អីចឹងទៅនៅក្នុង more គឺមានច្រើននៅក្នុងហ្នឹងណាហើយខាងលើនេះគឺគេដាក់ថា what your teach today ណាយើងមាន your design នេះពេលដែលយើងចុចកន្លែងហ្នឹងទៅបងប្អូនគឺនឹងសូរាល់នៅកិច្ចការងាររបស់យើងដែលបានធ្វើផ្សេងគឺសូនៅកន្លែងនេះឲ្យយើងឃើញតែផ្ទាល់តែម្ដងខុសពីមុនណាបងប្អូនគ្នាប៉ុន្តែចំណាប់នៅក្នុង template នេះបងប្អូននៅក្នុង template នេះគឺវានឹងបង្ហាញសូរាល់នៅ template ទាំងអស់នៅក្នុងហ្នឹងប៉ុន្តែបងប្អូនឃើញវាថ្មីបងប្អូនខ្លះថាមិនខុសពីមុនព្រោះឆ្នាំ2026នេះគឺមានអាខា update អញ្ចឹងវាប្រកាសជាខុសពីមុនហើយណាបងប្អូនគ្នាប្រកាសជាខុសហើយអញ្ចឹងសម្រាប់ការ template អីផ្សេងគេនឹងដាក់ចូលហើយនេះគឺទៅតាម category ដូចជាអីគេតកតងទៅនឹង presentation education តកតងទៅនឹង worksheet តកតងទៅនឹង document តកតងទៅនឹង email ផ្សេងតកតងនឹង education អានេះ flyer brochure interface ឬក៏ certificate អីផ្សេងគឺមកជួរខាងនេះគឺភាគច្រើនគេដាក់តកតងទៅនឹងការអប់រំផ្សេងណាការអប់រំណាអូខេហើយវាមានតកតងទៅនឹង business card ទៀតណានៅក្នុង business card នៅក្នុង mobile video មាន video ហើយមាន poster អញ្ចឹងតែអញ្ចឹងនេះសិតតែជា category template ណា category template អញ្ចឹងដូចជាតទៅទៅនឹង Christmas គឺគេគាត់និយាយចុចលើ Christmas អញ្ចឹងមកអញ្ចឹងរាល់ template តទៅនឹង Christmas ទាំងអស់វានឹងធ្វើការសូឲ្យយើងតែក្រោមនេះតែម្ដងបានទៅមកជាមួយនឹងផ្លូវនឹងក៏បានលោកឲ្យដំណចង់វិធីសាស្ត្រហើយបើសិនជាយើងចង់នេះវិញយើងគាត់នឹងខ្វាយយើងវិញមកនេះបានហើយបងទុកសិនទៅបងនេះអញ្ចឹងគឺនេះតទៅទៅនឹងកាហ្វេបើសិនជាយើងចង់ design តទៅទៅនឹងកាហ្វេ drinking អីផ្សេងបងប្អូនយើងចុចកន្លែង coffee នេះមកឬក៏យើងអាច search នៅវាយជា keyword ចូលទៅកន្លែងខាងនេះបងប្អូនអាចវាយកន្លែង search នឹងបានវាយ coffee ឬក៏ drinking អីផ្សេងអញ្ចឹងតែយើងចង់កន្លែងហ្នឹងគឺយើងវាយជាភាសាអង់គ្លេសបងប្អូនអាចវាយជាភាសាខ្មែរយើងបានទេណាបងប្អូនគ្នាហ្នឹងគឺបង្ហាញជូនដល់បងប្អូនឡើងហ្នឹងនេះណាចូលថាយើងវាយ coffee មកនេះcoffee មកនេះអញ្ចឹងបាយ coffee មកគឺចេញ template ដូចគ្នានេះបងប្អូនបាយសិតតែជា template ហើយ template នៅក្នុងហ្នឹងមានលក្ខណៈប្រឈមមានផ្ដេកមានអីផ្សេងគឺមានច្រើនមែនតើអញ្ចឹងឧទាហរណ៍ថាបើយើងចុចនៅ template មួយនេះមួយឬក៏ចុច template នេះមួយនេះដែលតទៅទៅនឹងអ្នកខ្លះគឺចង់ធ្វើការ design menu មានន័យថា menu សម្រាប់ drinking សម្រាប់ print នៅដាក់ហាងណាបងប្អូននេះគឺមាន template ស្រាប់តែម្ដងគាត់យើងដូរនៅគ្រឿងភេសជ្ជៈរបស់យើងផ្សេងទៅដូរឈ្មោះដូរតម្លៃទៅគឺយើងអាចយកទៅផុសក៏បានយកទៅ print ក៏បានដែរបងប្អូនអរនេះសិតតែ menu នេះណាសិតតែ menu ទៅ drinking ទៅទៅនឹង food ទៅដល់អីគឺមានច្រើននេះទៅទៅនឹង drinking អញ្ចឹងខ្ញុំបង្ហាញបងប្អូននេះគឺទៅទៅនឹង drinking ទេណាអញ្ចឹងបងប្អូនមាន category ផ្សេងគឺបងប្អូនបីចូលមកនេះកាហ្វេអញ្ចឹងខ្ញុំឧទាហរណ៍កាហ្វេជូនទៅកាន់បងប្អូនមួយនេះហើយពេលយើងចុចយើងចុច select ចឹងមកបងប្អូននឹងឃើញខាងក្រោមនេះគឺវាមាន more ទៅទៀតទៅណាវាមានច្រើនថែមទៀតនៅក្នុងហ្នឹងណាអូខេហើយកន្លែងនេះគឺបងប្អូនអាចគ្រាន់តែចុចនៅលើកន្លែង custom template ហ្នឹងមកបងប្អូនអញ្ចឹងវាធ្វើការបង្កើតនៅ select កិច្ចការងារថ្មីមួយដែលយកទំហំទៅតាមអ្វី template ដែលយើងបានរើសហ្នឹងមកឲ្យយើងហើយបន្ទាប់មកទៀតគឺអ្វីដែលបងប្អូនត្រូវធ្វើ
គឺបងប្អូនគ្រាន់តែធ្វើការផ្លាស់ប្ដូរនៅ email របស់យើងអីមើលព័ត៌មានរបស់យើងបញ្ចូលទៅក្នុងហ្នឹងព័ត៌មានមានអីគេខ្លះឈ្មោះផលិតផលប្រដាករបស់យើងព័ត៌មានតម្លៃគឺព័ត៌មានតំណែងផ្សេងទីតាំងអញ្ចឹងណាបងប្អូនគ្នាអូខេនឹងកន្លែងហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរដាក់ជាមួយនឹង logo របស់យើងអីផ្សេងបានណាបងប្អូនហើយបន្ទាប់មកទៀតបើសិនជាយើងចង់បង្កើតនៅទំព័រថ្មីគឺបងប្អូនអាចចុចចូលមកកន្លែងពី add page នេះមកណា add page នេះបងប្អូនខាងនេះគឺបងប្អូននឹងឃើញមានគេថា template ណាអធិស្ឋាន design ចុចកន្លែង design នេះមកបងប្អូននឹងឃើញមាននេះមាន template ផ្សេងទៀតណាបងប្អូនមាន template ផ្សេងទៀតអញ្ចឹងគេចុចចូលមកនេះបងប្អូនហើយវាងាយស្រួលចឹងទៀតគឺវាមាន template ស្រាប់មិនបាច់ឲ្យបងប្អូនឈឺក្បាលចំណាយពេលវេលាយូរទៅរកកំណត់ទៅរក element ផ្សេងយកបដាក់ទេណាគឺវាងាយស្រួលមែនតែម្ដងអញ្ចឹងបងប្អូនអាចចូលមក design បានបងប្អូននេះ drinking អញ្ចឹងអ្នកដែលមានអាជីវកម្មតែតទៅនឹងកាហ្វេឬក៏បងប្អូនដែលមានស្គាល់ពិតភ័ក្រពួកម៉ាក់បងប្អូនគាត់មានកាហ្វេបើកហាងកាហ្វេអញ្ចឹងបងប្អូនអាច share វីដេអូនេះទៅកាន់ពួកគាត់បានឲ្យពួកគាត់ចេះ design នៅខ្លួនឯងណា complete អូខេនេះអញ្ចឹងណាហើយបន្តមកទៀតគឺយើងអាចធ្វើការ custom ខ្ញុំនឹងបង្ហាញជូនទៅកាន់បងប្អូនតែតទៅនឹងការ custom ផ្សេងឧទាហរណ៍ថានៅក្នុងនេះមួយយើងចង់ដូរឈ្មោះណាគាត់ថានេះគេចង់ដូរឈ្មោះអញ្ចឹងយើងលុបចេញមកអញ្ចឹងយើងដាក់ជាមួយអីគេខ្លះ logo អញ្ចឹងយើងដាក់ logo របស់យើងបញ្ចូលមកណាបងប្អូននេះហើយ logo របស់យើងបងប្អូនអាច design ឲ្យហើយទៅ design ឲ្យហើយទៅយើងដាក់បញ្ចូលមកគឺយើងគ្រាន់តែចាប់ទាញបញ្ចូលមកគឺរួចរាល់តែម្ដងទៅទៅនឹង logo របស់យើងណានេះទៅតនេះ logo របស់ SP តិចនេះអញ្ចឹងណាបងប្អូននេះអញ្ចឹងបងប្អូនមាន logo អីបងប្អូនដាក់ចូល logo ហ្នឹងចូលបងប្អូនទៅហើយរបៀបនៃការ upload វីដេអូ logo អីគឺក៏ស្រួលដែរបងប្អូនគ្រាន់តែធ្វើការចាប់ទាញទៅតម្លាក់ទៅនេះបងប្អូនបើកមកមកនឹងហើយយើងមាន logo មួយណាគឺឲ្យយើងចាប់ទាញមកតម្លាក់មកនេះតម្លាក់នៅលើកម្មវិធី Canva ទៅគឺវានឹងធ្វើការចូលទៅក្នុងនឹងតែម្ដងនេះបងប្អូនណាអូខេវាចូលក្នុងនឹងតែម្ដងគឺងាយស្រួលខ្លាំងមែនតើតម្លាក់ទៅគឺចូលដែរគឺរបៀបនៃការ upload គឺងាយមែនតើហើយបងប្អូនអាចធ្វើការផ្លាស់ប្ដូរឈ្មោះឧទាហរណ៍ថាអញ្ចឹងកន្លែងនេះគឺបើសិនជាយើងចង់ធ្វើការដូរឈ្មោះហ្នឹងដាក់កាហ្វេអីគេណាកាហ្វេកម្ពុជាអញ្ចឹងដាក់កម្ពុជាមក Cambodia អញ្ចឹងទៅឬក៏យើងចង់សរសេរជាមួយនឹងអក្សរខ្មែរយើងចង់សរសេរជាមួយនឹងអក្សរខ្មែររបស់យើងវិញតើយើងសរសេរមិនណាអូខេចឹងបងប្អូនអាចធ្វើការបង្ហាញខ្ញុំនឹងបង្ហាញជូនទៅកាន់បងប្អូនខ្ញុំលុបចេញសិនណាដែលយើងអត់ត្រូវការគឺមិនទុកទេគឺយើងលុបអូខេអញ្ចឹង Cambodia អញ្ចឹងបន្តមកទៀតគឺយើងចង់សរសេរជាមួយនឹងអក្សរខ្មែរតែយើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីសរសេរជាមួយនឹងអក្សរខ្មែរគឺយើងចូលមកពីខាងនេះមានតិចហើយបងប្អូន complete ជ្រើសរើសជាមួយទៅនឹងរៀន design នេះទៅមាន font ខ្មែរបងប្អូនណាវាមានសម្រាប់ទូរស័ព្ទដៃហើយសម្រាប់រៀន design នេះសម្រាប់ computer អញ្ចឹងនៅលើ computer ស្គាល់ font ច្រើនជាងនៅលើទូរស័ព្ទដៃអញ្ចឹងបានខ្ញុំលើកទឹកចិត្តឲ្យបងប្អូន design នៅលើ computer អញ្ចឹងបងប្អូននឹងឃើញមាននេះខ្ញុំដាក់អក្សរខ្មែរនៅលើនឹងផ្ទាល់តែម្ដងណាបងប្អូនក៏ចុចលើអក្សរខ្មែរហ្នឹងមកអញ្ចឹងបងប្អូនអាចយកមកសរសេរបានដែរដូចជាកាហ្វេកម្ពុជាខ្ញុំសរសេរចឹងណាអញ្ចឹងបងប្អូនគ្រាន់តែធ្វើការផ្លាស់ប្ដូរ font មកនៅលើ computer របស់យើងហ្នឹងបងប្អូនផ្លាស់ប្ដូរ font មកនេះដាក់ font ខ្មែរមកបងប្អូន font ខ្មែរមកគឺយើងសរសេរយកមកណាបងប្អូនទាំងនេះដាក់កាហ្វេកម្ពុជាអានេះគឺជាឧទាហរណ៍ណាបងប្អូនទាំងនេះនេះកាហ្វេកម្ពុជានេះអញ្ចឹងបន្តមកទៀតគឺយើងធ្វើការផ្លាស់ប្ដូរ font បើសិនជាបងប្អូនចង់ដូរ font នេះណាតើធ្វើម៉េចអញ្ចឹងយើង select លើអក្សរនីមួយដែលយើងចង់ដូរ font ហ្នឹងហើយណាបងប្អូន select លើមួយមកចង់ដូរ font អី select លើ font ហ្នឹងលេខអក្សរហ្នឹងមកហើយបងប្អូននឹងឃើញមានកន្លែងនេះវាថា font នេះណាអញ្ចឹងបងប្អូន scroll មកមានទេថា redesign នេះអញ្ចឹងរាល់ font ខ្មែរទាំងអស់នៅកន្លែង upload នេះគឺសិតតែជា font ខ្មែរសម្រាប់ឲ្យបងប្អូនយកទៅ design នៅដែលស្គាល់ជាមួយនឹងដៃជើងនេះណាបងប្អូនយើងចុចមួយមកគឺវា load ហើយបាន font អីណា style បែបណាគឺវាមានច្រើននៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចចូលមកលេងបានចូលមករើសមកចង់ style ចង់ឆ្លាញ់ font បែបណា font ណាអញ្ចឹងបងប្អូនអាចនេះបានហើយចំពោះការដូរជាមួយនឹងអក្សរតើគេធ្វើម៉េចនេះដូរអក្សរហ្នឹងដូរពណ៌អក្សរបងប្អូនចូលមកកន្លែងនេះមកនេះ A មានពណ៌ហ្នឹងគឺយើង select យកមកចង់បានពណ៌អីគឺ select យកមកណាបងប្អូនគ្នាហើយអក្សរហ្នឹងគឺយើងអាចដាក់បានអក្សរ gradient មានតែអក្សរមានច្រើនពណ៌នៅក្នុងអក្សររបស់យើងបានទៀតក្នុងឆ្នាំ2026នេះគឺ M ខ្លាំងតែម្ដងបងប្អូនគ្នាមានអក្សរ 3D មានអក្សរច្រើនពណ៌ទៀតអក្សរ gradient គេដាក់ចូលហើយបងប្អូននេះបងប្អូនចូលមកក្រោមនេះបងនេះអូខេបងប្អូនអញ្ចឹងគឺយើងចង់បាន
ពណ៌អក្សរ gradient គឺយើងដាក់ gradient បាននេះណានេះយើងចង់លេងពណ៌គាត់ថាមានពណ៌សឬក៏ពណ៌មានពណ៌កាហ្វេពណ៌អីចឹងបងប្អូននេះលេងតាមពណ៌ហ្នឹងមកនេះស្រឡាញ់ពណ៌អីគឺដាក់ពណ៌ហ្នឹងទៅណាបងប្អូនភាពហ្នឹងគឺជាការស្រឡាញ់ពីចិត្តរបស់យើងទេចង់ដូរ font អីណាយើងរៀនទៅយើងធ្វើទៅយើងដឹងហើយបងប្អូននេះគឺយើងដឹងហើយអត់មានអីពិបាកទេណាអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនចេះ design ដោយខ្លួនឯងបងប្អូនទៅតែចាប់ដើមតើតើតើជីវកម្មរបស់បងប្អូននឹងលើកទឹកចិត្តឲ្យបងប្អូនរៀនធ្វើដោយខ្លួនឯងណារៀនធ្វើដោយខ្លួនឯងជាមួយទៅនឹងមិនថាការកាត់តការថតការវីដេអូអីហ្នឹងគឺបងប្អូនលើកទឹកចិត្តឲ្យបងប្អូនរៀនធ្វើដោយខ្លួនឯងណាហើយបន្តមកទៀតរបៀបដែលយើងធ្វើការទៅស្វែងរកនៅ element ផ្សេងៗណានេះបងប្អូនចូលមកកន្លែង element ដូចថាយើងចង់បាន element តាក់ទងទៅនឹងទឹកចិត្តខ្មែរយើង Cambodia flag អញ្ចឹងកន្លែងនេះគឺយើង search កន្លែង element គឺយើងត្រូវតែស្វែងរកជាមួយទៅនឹងភាសាអង់គ្លេស search ជាភាសាអង់គ្លេសនេះ Cambodia flag មកគឺបងប្អូននឹងឃើញនេះយើងចុចកន្លែង graphic នេះមកទឹកគឺបងប្អូននឹងឃើញទទួលបានណានេះសិតតែជា flag ណាទៅ element ដែលសម្រាប់យើងយកមក design បងណាបងប្អូននឹងយកមក design ផងដែរអញ្ចឹងបងប្អូនស្រឡាញ់ពេញចិត្តមួយណាគឺយើងយកមួយហ្នឹងទៅនេះគេថាមានចំហៀងអញ្ចឹងមានចំហៀងយើងយកចំហៀងនេះមកអញ្ចឹងយើងដាក់មកជាតិនេះកាហ្វេជាតិអូខេនេះអញ្ចឹងបងប្អូនដាក់មកនេះគឺសិតតែជា element ហើយបងប្អូនចង់ដាក់អីគេទៀតព័ត៌មានតំណាក់តំណងទីតាំងតម្លៃអីគឺបងប្អូនដាក់ចូលទៅណាបងប្អូនគ្នាគឺបងប្អូនចូលមកលេខ element ដែលមកបងប្អូនវាយពាក្យថា label ក៏បាន price ក៏បានណាបងប្អូនគ្នា label ក៏បាន price ក៏បាននេះយ៉ា price មកនេះក៏យើងចុចចូលមួយ clip មកនេះដាក់តម្លៃមកតម្លៃម៉ានហើយយើងយកអាស្លាអក្សរនេះមកអូខេ1រៀល2រៀលអីចឹងទៅណា$1 $2 អញ្ចឹងទៅនេះសាច់លើបងប្អូនទេនេះ$1អូខេនេះដាក់ចូលរួចណាកន្លែងនេះគឺយើងដាក់ព័ត៌មានតំណាក់តំណងអីរបស់យើងអីទៅឈ្មោះកាហ្វេឈ្មោះអីហើយម្យ៉ាងទៀតបងប្អូន Canva វាងាយស្រួលខ្ញុំបង្ហាញជូនទៅកាន់បងប្អូនងាយស្រួលអ្វីខ្លះងាយស្រួលនៅក្នុងការដែលយើងធ្វើការរក្សាទុកនៅឯកសារ template នៅលើកុំព្យូទ័រនៅលើក្នុង email របស់យើងផ្ទាល់យើងចង់ទៅឆ្នាំក្រោយក៏បានយើងយកមកកែក៏បានណាឬរក្សាតែ email ហើយនឹង password របស់យើងទុកទៅបងប្អូនទាំងគ្នាកិច្ចការ file របស់យើងគឺនៅរក្សាទុករហូតបងប្អូនរក្សាទុករហូតណាអូខេគឺងាយស្រួលខ្លាំងកន្លែងហ្នឹងខ្លាំងមែនតើយើងចង់ទៅកែប្រែយើងចង់ទៅបង្កើតវាទៅជា animation ក៏បានដែរបងប្អូនយើងធ្វើជា animation ក៏បានណាដែលមានចលនាណាហើយយើងអាចយកទៅ print បានទៀតទៅ print សម្រាប់បិទនៅក្នុងហាងតាំងនៅក្នុងហាងណាបងប្អូនបានទៀតគឺងាយស្រួលមែនតើល្អមែនតើតែម្ដងអញ្ចឹងបងប្អូនអាចបើមិនជាយើងចប់ហើយអូខេយើងចប់ហើយយើងអាចធ្វើការ download ណាឧទាហរណ៍របៀបនៃការ download គឺអត់មានអីពិបាកទេបងប្អូនគាត់ដែលបងប្អូនឧទាហរណ៍ថាយើងមាន2 page យើងចង់ down ទៅ page ខាងលើក៏បានណាបងប្អូនយើងចង់បានទៅ page ខាងលើក៏បានគាត់ដែលយើងចូលមកពាក្យថា share នេះមកណាហើយកន្លែងនេះគឺយើងធ្វើការផ្លាស់ប្ដូរនៅឈ្មោះណាឈ្មោះរបស់យើងឈ្មោះ poster របស់យើងហ្នឹងណាគាត់ថាអញ្ចឹងឡើងចោះហើយយើងចុចពាក្យ share នេះមកណាហើយយកខាងក្រោមនេះបងប្អូនយកពាក្យថា download ណាបងប្អូនយក download នេះមកអញ្ចឹងកន្លែងនេះគឺយើងធ្វើម៉េចឲ្យបានទំហំ1000ឡើងបងប្អូន1000ឡើងគឺច្បាស់ល្អអញ្ចឹងយើងយក1008ក៏បានដែរហើយកន្លែងនេះគឺយើងរើសតែមួយ page បានហើយបងប្អូនរើសតែមួយ page បានហើយអញ្ចឹងយើងដក page ខាងក្រោមចេញយើងទុកតែ page មួយណាដែលយើងចង់ download ទៅបានហើយណាបងប្អូនគ្នាកន្លែងហ្នឹងបានហើយហើយបន្តមកទៀតគឺយើងចុចពាក្យថា download យកប្រហែលណាបងប្អូនចុចពាក្យ download យកទៅផ្ទាល់តែម្ដងអញ្ចឹងរងចាំតិចទៅនេះ process នៃការ download ឲ្យយើងឯងណាអូខេអញ្ចឹងគឺល្អខ្លាំងមែនតើតែម្ដងជាមួយនឹងការកម្មវិធី Canva Design នេះអញ្ចឹងបងប្អូនអាចចង់ចេះពី A រហូតដល់ Z ចេះអនុវត្តផ្ទាល់បងប្អូនអាចឆាត់មក Telegram របស់ខ្ញុំផ្ទាល់គឺ015 013ឬក៏បងប្អូនត្រូវការ support ឬក៏មេរៀនឬក៏ account Canva Pro ទៀតបងប្អូននៅក្នុងនេះគឺខ្ញុំមានជាកញ្ចប់ជូនទៅកាន់បងប្អូនតែម្ដងណាបងប្អូននេះអញ្ចឹងបងប្អូនអាចឆាត់មកខ្ញុំបានផ្ទាល់ហ្នឹងគឺ015 013អញ្ចឹងបន្តមកគឺយើងរើសទីតាំងដាក់មកអញ្ចឹងយើងរើសទីតាំងដាក់អញ្ចឹងឧទាហរណ៍ថាទីតាំងនឹងមួយចុះអូខេខ្ញុំដាក់ Canva នេះកន្លែង Canva ហើយខ្ញុំរើសបង្កើតនៅ folder មួយណាបងប្អូនទាំងគ្នាបង្កើតនៅ folder មួយអញ្ចឹងខ្ញុំដាក់ថា string អូខេខ្ញុំមានតើទៅ string ហើយនេះ string អញ្ចឹងខ្ញុំបាយមួយទៀត coffee អញ្ចឹងយើងដាក់ចូលមកអញ្ចឹងយើងទៅបើកមើលមកបងប្អូនទាំងគ្នាតោះយើងទៅបើកមើលតើអ្វីដែលយើងបាន download design មិញបានច្បាស់អត់ណា string អូខេកាហ្វេនេះបងប្អូនទាំងគ្នាបានហើយនេះបងប្អូនទាំងគ្នាគឺច្បាស់ល្អមែនតើតែម្ដង
ចឹងគឺយកទៅផុសក៏បានយកទៅ print ក៏បានដែរបងប្អូននេះប៉ុន្តែយកទៅ print គឺយើង save វាទៅជា file PDF for print ណាបងប្អូននេះ PDF for print នៅមេរៀននៅក្នុង channel របស់ខ្ញុំក៏មានដែរចឹងណានេះចឹងរួចរាល់ហើយចឹងសង្ឃឹមថាបងប្អូនអាចចេះធ្វើបានងាយស្រួលខ្លាំងតែម្ដងងាយស្រួលមែនតើជាមួយនឹងកម្មវិធី Canva ក្នុងការបងប្អូនដែលចង់ចេះ design ដោយខ្លួនឯងណាមិនចាំបាច់ពឹងគេមិនថាបាច់ជួលគេបងប្អូនពេលដែលចេះណាបងប្អូនអាច design តាម5នាទី20នាទី5 6ស្លឹកងាយដល់ងាយមែនតើដល់ងាយមែនតើណាបងប្អូនងាយមែនតើអញ្ចឹងសង្ឃឹមថាបងប្អូនមើលហើយចែករំលែកនៅវីដេអូនេះទៅកាន់ប្រជាជនកម្ពុជារបស់យើងឬក៏ទៅកាន់បងប្អូនដែលយើងចង់ចេះ design នេះណាបងប្អូននេះអញ្ចឹងខ្ញុំមានបន្តមកទៀតគឺជាមួយនឹង account Canva របស់ខ្ញុំដែលបងប្អូនបានជឿហ្នឹងគឺខ្ញុំមាន element ខ្មែរច្រើននៅក្នុងហ្នឹងណាបងប្អូនខ្ញុំមាន element ខ្មែរច្រើនដូចនៅក្នុងនេះអញ្ចឹងនេះខ្ញុំបានដាក់ចូលហ្នឹងគឺ element ខ្មែរច្រើនដូចជាតកតងទៅនឹងចូលឆ្នាំខ្មែរផ្សេងៗអញ្ចឹងនេះសិតតែជា element ដែលខ្ញុំបានដាក់ចូលជាអ្វីដែលខ្ញុំបាន add ចូលឲ្យបងប្អូន design កាន់តែងាយស្រួលណាបងប្អូនកាន់តែងាយស្រួលហើយម្យ៉ាងទៀតបងប្អូនហើយកាន់តែងាយស្រួលហើយនេះ element ច្រើនមែនតើបងប្អូន element ច្រើនណាបងប្អូនមើលទៅ element ច្រើននៅក្នុងហ្នឹងតកតងទៅនឹងស៊ុបអីយូច្រើនហើយ element តកតងទៅនឹង font ខ្មែរក៏ច្រើនហើយណាបងប្អូនហើយឥឡូវមាននេះក្នុងឆ្នាំ2026គឺមានតកតងទៅនឹងអក្សរ 3D នេះទៀតបងប្អូនណាអក្សរ 3D នេះហើយអាពាក្យថា premium នេះគឺយើងអាចប្រើប្រាស់បានទេណាជាស្រ័យអត់បានប្រើប្រាស់បានទេបើអត់ទាន់ចេញអក្សរអញ្ចឹងគឺយើងប្រើប្រាស់បានដូចថានេះ goal នេះមួយអក្សរ 3D នេះណាអញ្ចឹងឧទាហរណ៍ថាយើងវាយនេះគេ Cambodia យ៉ាបាទអក្សរធំនេះណា Cambodia នេះយ៉ា Cambodia នេះបន្តមកគឺយើងគ្រាន់តែចុចចេះមកនេះវាធ្លាក់លើកិច្ចការងាររបស់យើងនេះគឺស្អាតមែនទេទៀតណាស្អាតបាទ 3D ផ្ទាល់តែម្ដងបងប្អូននេះ 3D កាលមុនយើងត្រូវចូលនៅក្នុងកម្មវិធី Photoshop ឬអាកាអាឡាស់អីដើម្បីទៅធ្វើឲ្យ save មកលើនេះអត់មានពិបាកទេហើយអ្វីរត់តែពិសេសបងប្អូនអាចដាក់ជាមួយទៅនឹង font ខ្មែររបស់យើងបានទៀតណាបងប្អូនគ្នាដាក់ជាមួយនឹង font ខ្មែររបស់យើងបានទៀតអញ្ចឹងឧទាហរណ៍ថាបើសិនយើងចង់ដាក់ font ខ្មែរគឺយើងចូលកន្លែង import ចូលកន្លែង import font នេះមកហើយយើងទៅរើស font អញ្ចឹងសម្រាប់បងប្អូនដែលចង់បានបងប្អូនអាចឆាតមកខ្ញុំបានណាបងប្អូនយក account pro ទៅគឺខ្ញុំ free font នឹងជូនទៅកាន់បងប្អូនសម្រាប់យកទៅដាក់នៅក្នុងអក្សរ 3D នៅក្នុងកម្មវិធី Canva បងប្អូនទាំងគ្នាណាអក្សរ 3D ក្នុងកម្មវិធីអញ្ចឹងឧទាហរណ៍ថាយើងកន្លែងនេះយើងវាយទៀតថាកម្ពុជានេះកម្ពុជាអញ្ចឹងគឺ font ហ្នឹងគឺអត់ស្អាតទេនេះណាបងប្អូនកម្ពុជាអញ្ចឹងនេះ font ហ្នឹងគឺអត់ស្អាតទេបើមិនយើងចុចមកនេះវាធ្លាក់មកគឺអត់ស្អាតអញ្ចឹងដើម្បីនេះយើងចូលមកកន្លែងនេះយើងដូរ font នេះចុចលើមួយមកនេះ font ខ្មែរស្អាតហ្នឹងអូខេហើយចុច add design មកហើយ font ហ្នឹងគឺយើងអាចដាក់បានដោយខ្លួនឯងចង់បាន font អីបងប្អូនដាក់ font ហ្នឹងទៅណាមើលមកអែមតែម្ដងនេះកាហ្វេកម្ពុជាអញ្ចឹងទៅរៀបបងប្អូននេះអក្សរអង់គ្លេស 3D អក្សរមកអែមណា download យកទៅប្រើប្រាស់យកទៅផុសយកទៅ print អីផ្សេងៗបានមកអែមតែម្ដងណាបងប្អូនទាំងគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនចេះតន់នៅមេរៀនដែលខ្ញុំបានចែករំលែកទៅកាន់បងប្អូននេះហើយជាចុងក្រោយបើសិនជាបងប្អូនចង់បានមេរៀនចង់បាន account អីក៏បងប្អូនអាចឆាតមកខ្ញុំផ្ទាល់បោះណាបងប្អូនគ្នាឬក៏បងប្អូនចូលរៀននៅក្នុង channel របស់ខ្ញុំចែក free មេរៀនគឺចែក free ជូនទៅកាន់បងប្អូនដូចគ្នាបងប្អូនចង់ support ចង់អី support មកបងប្អូនជាវទៅណាឬក៏បងប្អូនមួយទៀតយើងមានជា page ដែរសម្រាប់បងប្អូនចង់បានម៉ៃជើងកាមេរ៉ាណាបងប្អូនគ្នាtripod អីផ្សេងៗបងប្អូនអាច support ខ្ញុំបានបងប្អូនអាចឆាតមក SP តិចមកណាបងប្អូនគ្នាអរគុណបងប្អូនច្រើនហើយនៅក្នុង YouTube ខ្ញុំក៏មានដែរអញ្ចឹងបងប្អូនអាចចូលទៅមើលមេរៀនថ្មីរបស់ខ្ញុំដែលបាន upload បញ្ចូលហ្នឹងគឺខ្ញុំមានថ្មីក្នុងឆ្នាំ2026ខ្ញុំព្យាយាម upload ជូនទៅកាន់បងប្អូនអញ្ចឹងបងប្អូនចូលមករៀន design មកនេះ logo នេះកុំភ្លេចរៀន design មកខ្ញុំមានមេរៀនថ្មីខ្ញុំដាក់ជូនថែមជូនទៅកាន់បងប្អូនទៀតណាបើមិនជាបងប្អូនអត់មានពេលមើលមេរៀនមួយទេបងប្អូនអាចចូលមកមើលមេរៀនដែលខ្ញុំនឹងអនុវត្តបង្ហាញជូនទៅកាន់បងប្អូនជាក់ស្ដែងជាមួយនឹងកម្មវិធី Canva នៅលើកុំព្យូទ័រទាំងអស់គ្នាណាបងប្អូនគ្នាក្នុងឆ្នាំ2026នេះខ្ញុំនឹងព្យាយាមធ្វើវីដេអូច្រើនតាក់ទងទៅនឹងមិនថាជារងតាក់ទងនឹងអាជីវកម្មតែម្ដងការលក់អាយលក់ស្បែកជើងគ្រឿងអេឡិចត្រូនិកកាហ្វេណាការបុគ្គលិកអីផ្សេងណាតាក់ទងនឹង education ណាបងប្អូនគឺមានច្រើនហើយមាន feature តាក់ទងនឹង AI ថ្មីគឺខ្ញុំនឹងដាក់ជូននៅក្នុងឆ្នាំ2026នេះមានអីថ្មីខ្ញុំupdate ថែមជូនទៅកាន់បងប្អូនអញ្ចឹងកុំភ្លេចចុច subscribe ផងណាបងប្អូនគ្នាចង់បានមេរៀនឬក៏ account Canva Pro អាច support
គ្រូបាន អរគុណបងប្អូនច្រើនហើយជំរាបលាយើងធ្វើការជួបគ្នានៅក្នុងវីដេអូក្រោយៗបន្តទៀត